បាទសួស្តីគ្នាយើងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញគ្នាយើងបន្តទៀតពាក់ព័ន្ធជាមួយនឹងគេហៅថា PPPoE ណា Triple ឬក៏គេហៅខ្លី Triple PoE ណាហើយprotocol នេះគឺយើងប្រើជា internet connection ណាបាទជា internet connection ហើយវាជា protocol មួយដែលវា combine ជាមួយនឹងP3 ដងហ្នឹង Triple P ហ្នឹងជាមួយនឹង Ethernet ណាបាទ point to point protocol combine ជាមួយនឹង Ethernet protocol ណាអញ្ចឹងវាជាទូទៅ typically យូប្រើជាមួយនឹង die-up connection ជាមួយនឹង Ethernet protocol ហ្នឹងហើយប្រើនៅក្នុង local area network ឬក៏ LAN របស់យើងណាប្រើប្រាស់ក្នុង LAN របស់យើងហើយ purpose របស់វាគឺ allow ណា allow ISP manage individual user section ណាគ្រប់គ្រងទៅលើ section របស់ការប្រើប្រាស់ section របស់ user មួយនីមួយហើយនឹងប្រើជាមួយនឹង authenticate user បានន័យថាយើងមាន username ហើយនិង password ណាបាទហើយជាទូទៅ usually ជាមួយនឹងនៅ authenticate ហ្នឹងណាជាមួយ username ហើយ password ហ្នឹងហើយនឹងធ្វើឲ្យ ISP គាត់អាចងាយស្រួល tracking ទៅលើការប្រើប្រាស់ event over share internet network ហ្នឹងបាទចឹងសម្រាប់internet connection ជាទូទៅមាន3ប្រភេទហ្នឹងខ្ញុំបញ្យល់សិនណាបញ្យល់3ប្រភេទគ្នាយើងខ្លីៗសិនណាចឹង connection ទី1គឺ DHCP ណា DHCP បើសិនជាខាង ISP គេវាថា connection គេជា DHCP អញ្ចឹងគេគ្រាន់តែអូសឡាញពីគេមកណាពីណាពីណីមកគេមាន fiber optic ផងគេមានអី convert ផងយើងអត់ដឹងទេខ្វល់ទេណាព្រោះមកដល់កន្លែងយើងគឺមាន modem របស់គេមួយអញ្ចឹងណាបាទមាន modem ស្អីគេមួយទៅហើយគេឲ្យយើងមកឡាញមកណាយើងភ្ជាប់មួយ router យើងមកអញ្ចឹងគេប្រាប់យើង connection ជា DHCP អញ្ចឹងយើងគ្រាន់តែយក port router យើងកន្លែង port ដែលយើង connect ជាមួយmodem របស់គេហ្នឹងយើងយកជា dynamic មកណា DHCP មកអញ្ចឹងរាល់ configuration IP address អីណា client នេះខ្វាយ IP address ព្រម ISP automatic ទាំងអស់ណា auto ព្រម ISP ហ្នឹងយើង up ទៅ internet តែម្ដងណាដល់កន្លែងនេះយើងធ្វើ NAT អញ្ចឹងមកបើយើង marketing យើងត្រូវធ្វើ NAT ណាដើម្បីឲ្យ private របស់យើងណាបើសេតិចទៅ private របស់យើងអាចឆ្លងមក public internet បានណាយើងធ្វើ NAT ធ្វើអីចឹងទៅហើយវា DHCP connection យើងអត់ចាំប្រវត្តិ assign អីទេគ្រាន់តែ ISP គេអូសមក line ឲ្យយើងមកដល់ router យើងតែម្ដងណាតែក្នុង LAN របស់យើងនេះគឺយើង setting ខ្លួនយើងណាបាទយើងចង់ដាក់អី set យើងទៅហើយយើងធ្វើ NAT មកគឺវាស្គាល់មកខាងក្រៅហើយតែអត់ធ្វើ NAT ទេអត់ឡើង internet បានទេណាបន្ទាប់មកទៀតមាន connection មួយទៀតគឺអត់មាន DHCP ទេ no DHCP បាទប៉ុន្តែគេហៅថា static នេះបានន័យថាយើងនៅ interface ខាង router របស់យើងនេះគេអូស line មកដល់យើងហ្នឹងខ្សែមកដល់យើង RJ45 ហ្នឹងព្រមមកគេប្រាប់គេឲ្យនឹងឲ្យ public IP មកយើងមួយ IP public ណា IP public គេប្រាប់យើងទៅមាន subnet mask sub អីយើងយកមកបំពេញទៅក្នុង interface របស់ router ណាមួយបើសិន marketing យើងអាចរើសបានលេខ1លេខ2អីចឹងតែភាគច្រើនគេយកលេខ1បាទយើងយកមកបំពេញនៅក្នុង interface ហ្នឹងមកដាក់ address មកហើយយើងធ្វើ NAT ធ្វើអីធម្មតាមកអញ្ចឹងឡើងទៅតាម static ហ្នឹងគឺឡើងទៅ internet បានហើយអានេះគ្រាន់តែខុសគ្នាដោយសារយើងត្រូវការយក IP របស់គេមក set up ខ្លួនឯងណាបាទនេះ auto បាទអញ្ចឹងនៅក្នុងនេះ form ទាំងពីរនេះយើងមើលទៅវាអត់មាន secure ទេណាដោយសារតែឲ្យតែយើងមាន connection ដាក់ IP ត្រូវបាទនេះរត់តែអត់ secure ទេឲ្យតែមាន connection មកចាប់ DHCP យកប្រើបានមកនេះឲ្យតែមាន connection ខ្សែមកដល់ដាក់តែ IP ត្រូវគឺអត់មានទាមទារអីទេ connect យកតែម្ដងណាអញ្ចឹងសម្រាប់មួយទៀត protocol មួយទៀតគេហៅថា PPPoE អញ្ចឹងជា protocol មួយដែលគេប្រើត្រូវការមាន username ហើយនិង password បាទទោះបីយើងអូស line connection ពី ISP មកដល់ router ខាងក្នុង internal របស់យើងអានេះខាង LAN របស់យើងអញ្ចឹងទៅបាទមិនដល់ក៏ដោយយើងដាក់ IP ក៏ដោយក៏យើងនៅតែមិនទាន់ទោះបីយើងមាន static IP ឬយើងយក dynamic អីក៏វាអត់ទាន់ឲ្យយើង server វាអត់ទាន់អនុញ្ញាតឲ្យយើងឡើងទៅ internet ដែរ
តតែយើង authenticate ជាមួយនឹង username ហើយនឹង password មកតង់ទៀតអញ្ចឹង client នៅ router យើងនេះយើងត្រូវ set up username ហើយ password ត្រូវជាមួយនឹង PPOE server របស់គេណាអញ្ចឹងខាង ISP គេមាន server របស់គេមួយគេ set up ដើម្បី control username ហើយនឹង password នេះអញ្ចឹង server ខាង ISP គេនឹងបោះមកយើងហើយអញ្ចឹង client ណាដែលចង់ភ្ជាប់មកឡើងអ៊ីនធឺណិតបានអញ្ចឹងភ្ជាប់ខ្សែសិនទី1ភ្ជាប់ខ្សែទី2 router ហ្នឹងត្រូវវាយ username ហើយនឹង password ឲ្យត្រូវទើបបើកឡើងទៅអ៊ីនធឺណិតបានហ្នឹងសម្រាប់ PPOE ណាបាទវា secure ជាងពីខាងលើតិចណាបាទអូខេអញ្ចឹងយើងចូលមក lab តែម្ដងទៅខ្លីៗណាអញ្ចឹងខ្ញុំ configure វាទៅលើ my router អញ្ចឹងមានច្រើន step ទេតែបន្តិចទេណាអានេះលើ server client ក៏បន្តិចដែរ client បន្តិចទេបើកើលើ server រៀងច្រើនជាង client បន្តិចអញ្ចឹងទី1យើងត្រូវ create pool address ឲ្យវាមួយសិនណាសម្រាប់ client ណា for client connection pool បាទ for client តមកទៀតយើង create profile ឲ្យ client ណាបាទ profile ទៅ client មួយត្រូវ profile មួយក៏បានឬក៏ profile មួយប្រើ user ច្រើនក៏បានដែរ multi user ក៏បានដែរនេះបន្តមកយើង create PPOE secret ណា secret ហ្នឹងគឺយើងដាក់ username ហើយនឹង password ហ្នឹងឯង secret ហ្នឹងណាបាទហើយបើយើង select ជាមួយនឹង profile ដែលយើងបង្កើតមុននេះ profile នេះបង្កើតវាត្រូវការ pool អញ្ចឹងបានយើងត្រូវការបង្កើត pool មុនបានបង្កើត profile បង្កើត secret តាមក្រោយបន្ទាប់ពីនឹងហើយយើងអាចបង្កើត server តែបើ server យើងបង្កើតមុនក៏បានដែរណា server យើងអមជាមួយនឹង interface បាទហើយ interface យើងមិនដាក់នេះយើងយក print យើងមិនចាំដាក់ IP address ក៏បានដែរណា server នេះចាំពេលខ្ញុំធ្វើយើងដឹងហើយអញ្ចឹងមាន 4 ចំណុចហ្នឹងយើងចាំប៉ុណ្្នឹងទៅណា 4 ចំណុចហ្នឹងអញ្ចឹង diagram គឺអញ្ចឹង connect មកពី ISP គេឲ្យ connection យើងមួយគេមាន modem គេណាឧទាហរណ៍ cloud នេះជា modem ចុះបាទយើងភ្ជាប់មក ether 1របស់យើងមកណាឥឡូវទៅមើល diagram នោះវិញល្អជាងក្នុង GNS3 បាទអញ្ចឹងក្នុង GNS3 គឺខ្ញុំរៀបចំរួចរាល់ហើយអានេះខ្ញុំចាប់ទុកវាថាជា ISP ណា ISP ឬក៏ WAN ហ្នឹងបាទអញ្ចឹងអានេះជា router របស់ ISP ដែលជាអ្នកចែកចាយ username ហើយ password connection ហ្នឹងណាអញ្ចឹងខ្ញុំដាក់វាថាជា server អញ្ចឹងអ្វីដែលជា config PPOE server គឺខ្ញុំ config លើ router មួយនេះណាហើយ router ហ្នឹងជាជាក់ស្ដែងជា ISP ជាអ្នកគ្រប់គ្រងណាបាទបន្តមកទៀតអញ្ចឹងខ្ញុំមាន client 2ខាងក្រោមណា client 1 connect មកតាម ether 2 client 2ណា customer 1 customer 2 customer 1 connect តាម ether 2ណា connect តាម ether 2ហើយ client customer 1 គាត់មាន router មួយរបស់គាត់ដែរ connect ចូលរបស់គាត់ហ្នឹងចូលតាម ether 1 វិញណាបាទ ether 2មក ether 1 បាទដល់ពេល client ទី2ខ្ញុំ connect គេឡំ ether 3មកកាន់ ether 1ណាបាទនិយាយរួមពី client ចេញតាម ether 1ទាំងអស់ណា ether 1ទាំងអស់ប៉ុន្តែ server ether 1របស់ server connect ទៅ internet ធំរបស់គេមួយ backbone internet របស់គេអញ្ចឹងណាហើយមកគេយកមកចែកចាយឲ្យយើងអញ្ចឹងចែកចាយយើងចេញតាម port លេខ3ហើយ port លេខ2អញ្ចឹងទៅបាទអញ្ចឹងហើយយើង server សម្រាប់ PPOE server យើង set up ខាងលើនេះហើយសម្រាប់ client យើង set up ខាងក្រោម2នេះណាឧទាហរណ៍ខ្ញុំជឿដាក់តែមួយខ្ញុំដាក់ឲ្យ2 client ទៅណាឥឡូវឧទាហរណ៍ customer 1 គាត់នៅសំណង់12អញ្ចឹងទៅហើយ customer 2សំណង់12អញ្ចឹងទៅ customer 1គាត់នៅច្បារអំពៅអញ្ចឹងទៅណាឧទាហរណ៍ណាច្បារអំពៅអញ្ចឹងទៅគាត់ដាក់ router យើងអូសតាមខ្សែកាប fiber optic ទៅដល់គាត់ប៉ុន្តែខ្សែកាបមិនក៏ដោយតែមកដល់ចុងពូជហ្នឹងគឺយើងត្រូវប្រើក្បាល RJ45 ហើយណា convert ទៅ RJ45 ប្រើតាម modem របស់គេមួយហ្នឹងណាបាទរឿងអូសខ្ញុំអត់និយាយឥឡូវខ្ញុំនិយាយរឿងតែ configure នេះចឹងទីមួយខ្ញុំទៅ configure server សិនណាចឹងខ្ញុំអាច connect
server ខ្ញុំនេះគេមក cloud នេះហើយអញ្ចឹងខ្ញុំអាចបើកជាមួយនឹងម៉ាស៊ីនខាងក្រៅខ្ញុំប្រើ Winbox ទៅ remote config បានណាខ្ញុំបើក Winbox មកនឹង detect ស្គាល់ហើយអានេះ router ខ្ញុំខាងក្រៅផ្សេងនេះណាមិនខ្វល់ទេនេះ router មែនតើណា Magnetic មែនតើបាទនេះបាន Magnetic នៅក្នុង GNS3 អញ្ចឹងខ្ញុំ connect វាមកតាម MAC address មកណាហើយតាម MAC address សិនព្រោះយើង connect តាម cloud អញ្ចឹងយើងប្រើ IP វាអត់សូវស្រួលទេអញ្ចឹងអត់មាន password ទេដំបូងណាយើងឈ្មោះវា Magnetic ខ្ញុំដូរវាដាក់ទៅ PPOE server វិញបាទអញ្ចឹងឈ្មោះរបស់វាគឺ Magnetic អញ្ចឹងដើម្បីឲ្យស្រួលចំណាំទេណាដូរក៏ដូរមិនដូរក៏ហីទៅយើងចូលមក system បើពាក្យថា identity ហើយខ្ញុំដាក់ថា PPOE server ហើយបើថាយើង server ច្រើនយើងដាក់ 1 2អីចឹងណាឥឡូវមានតែមួយខ្ញុំដាក់1អញ្ចឹងទៅបាទអញ្ចឹងយើង rename ហ្នឹងគេវាដូរឈ្មោះពី Magnetic Detail ទៅ1ហើយខ្ញុំ set password មួយទៅហើយទៀតដំបូងវាអត់មាន password ដាក់ហើយទៅបាទខ្ញុំសុំ close ភាសាទៀតសិនហើយបើកភាសាទៀតណាចឹងឃើញទេឃើញវាដូរមក POE server វិញហើយលេងដូរឈ្មោះ Magnetic ណាចឹងយើងចំណាំហើយខ្ញុំ connect មកហ្នឹងមកដល់ត្រូវ password 1 2 3ហ្នឹងមកបាទចូលមកបានហើយចឹងទី1ខ្ញុំត្រូវ config តាម diagram create pool ណា create pool ហើយបានហើយ create profile secret ហើយ server ណា14 step ហ្នឹងប៉ុន្តែខ្ញុំត្រូវ link ទៅខាង WAN សិនណាបាទព្រោះអានេះrouter ដែលខ្ញុំ config នេះបាទអញ្ចឹងវាត្រូវការ port ether 1វានេះ connect ទៅ internet ឲ្យឡើង internet ដែរណាបាទអញ្ចឹងខ្ញុំត្រូវធ្វើ internet លើវាមួយដែរទៅវា share ពីនេះតមក Chrome ទៀតអញ្ចឹងណាបាទដាក់វាអញ្ចឹងចឹងទី1ខ្ញុំចូលទៅ interface ខ្ញុំការលេខ1នេះទី1ខ្ញុំដាក់ថា WAN នេះជាឈ្មោះចំណាំទេណាយើងមិនកែក៏បានដែរខ្ញុំចូលចិត្តដាក់ចំណាំអញ្ចឹងខ្ញុំចូលមក DHCP client តែភាគច្រើនវាបោនហើយ GNS3 ណាចឹងវាបោនតាម WAN interface ហ្នឹងអូខេបោនហើយតែ ping ទៅ Google អត់ទាន់ស្គាល់ទេដោយសារតែយើងអត់ទាន់ធ្វើ NAT ចឹងចូលមក IP firewall NAT មួយអានេះលើ PPOE server ណាបាទខ្ញុំឲ្យ server ហ្នឹងឡើងទៅ internet សិនបានវា share បានហើយវា share ទៅកូនចៅក្រុមទៀតបានចឹងខ្ញុំយក out interface ចេញតាម WAN ណា out interface ចេញតាម WAN ហើយខ្ញុំយក masquerade accent វា masquerade មកអូខេមកប៉ុណ្្នឹងបានហើយខ្ញុំ ping Google តេស្តមើលGoogle ខ្ញុំសេខុសណា G12 បាទអូខេអញ្ចឹងទៅឡើងទៅ Google បានហើយអញ្ចឹងបានអ៊ីនធឺណិតយើងអាប់ហើយ router មេនេះគឺមានអ៊ីនធឺណិតហើយអញ្ចឹងយើងដល់ពេលនេះជា router មេយើងចង់ធ្វើជា share អ៊ីនធឺណិតលក់ឲ្យគេតាម PPOE ណាបាទអញ្ចឹងយើងបង្កើតទី1យើង IP pool ខ្ញុំកាត់ pool សិនចូលមក IP pool បាទអញ្ចឹង pool ខ្ញុំយក new ខ្ញុំដាក់ថា PPOE ស្រួលចំណាំណា PPOE client 1 pool ខ្ញុំដាក់មក client មក pool ណាបាទ client 1 pool ហើយខ្ញុំចង់កំណត់ speed ឲ្យគាត់ក៏បានដែរឥឡូវខ្ញុំដាក់ client 1 10 មេអានេះជាឈ្មោះណាអត់ទាន់កំណត់ speed តាមវាយឈ្មោះអញ្ចឹងណាតែខ្ញុំទៅកំណត់ព្រួយមកតែគាត់ដាក់ឈ្មោះចំណាំហើយណាចឹងលេខ address ខ្ញុំដាក់ 10.10.10 អូខេចុច10ទៅ 10.10.10.100មិនដាក់ច្រើនខ្ញុំថាដាក់5លេខចុះ15ចុះណាបាទពី10ដល់15អញ្ចឹងវា5លេខអញ្ចឹងខ្ញុំអូខេមកបាទខ្ញុំបាន pool មួយបាទ client 1តែ client 2ក៏យ៉ាងយកប្រើមួយគ្នាក៏បានដែរប៉ុន្តែកុំឲ្យច្រឡំព្រោះកើតពីរផ្សេងគ្នាមក PP OE client 2 pool
client 2ខ្ញុំឲ្យគាត់ 5 មេចុះអានេះខ្ញុំកម្រងហើយណាឈ្មោះនេះមិនមែនវាយឈ្មោះនេះកំណត់ speed ទេណាគាត់តែចំណាំទេ speed កំណត់ក្រោយចុច10ចុច20មកច្រឡំគ្នាពី10ដែរទៅឲ្យចុច10 10 20ដល់15លេខដែរណាតែ rank របស់គាត់ចុច20បាទអញ្ចឹងខ្ញុំទៅពី pool ហ្នឹងមកហើយណាបាទបង្កើត pool ហើយយើងត្រូវបង្កើត profile ហើយនឹង secret ហើយនឹង server អញ្ចឹងដើម្បីឲ្យបង្កើត13ហ្នឹងគឺវានៅក្នុងនេះណានៅក្នុង P 3 ដងនេះដាក់ពេញទីមកហើយខ្ញុំទៅបង្កើត profile សិនណាយើងមាន pool ហើយយើងបង្កើត profile បានហើយ new profile ខ្ញុំដាក់ថា PPPoE profile client1 client1 10 មេដាក់វែងទីក៏បានមិនអីទេអញ្ចឹងសម្រាប់ local យើងអាចយកpool ដូចគ្នាណា remote ក៏យក pool នឹងដែរណាអញ្ចឹងវិញយើងយកដូចគ្នាណាខ្ញុំយក pool 10 មេ pool នេះ client1 pool 10 មេដែរណាហើយខាងក្រោមនេះអត់មានរើអីទេណាមិនរើអីទេយើងថែម DNS server មួយឲ្យណាដាក់ឲ្យ client ពេលចាប់ទៅគាត់ចាប់ DNS server តែម្ដងខ្ញុំប្រើ quad 9ដាក់2ខ្ញុំដាក់ Cloudflare មួយទៀតបាទខ្ញុំទៅ limit ណាកន្លែងនេះបាទយើង limit ណាបាទយើង limit speed យើងយកខាងក្រោមនេះ red limit ណាអញ្ចឹងវាដាក់ RX/TX អញ្ចឹងបានន័យថា RX ទទួល receive បានន័យថា download TX transfer ចេញទៅវិញបានន័យថា upload អញ្ចឹង upload/download download/upload ណាអញ្ចឹងខ្ញុំឲ្យ10 មេដូចគ្នាចុះ 10 មេដែរណាបាទអញ្ចឹងយើងដាក់អញ្ចឹងណាបាទអូខេអញ្ចឹងយើងបាន profile មួយណា profile ហ្នឹង10 មេ speed 10 មេយើងចង់ប្រើឲ្យ client ហ្នឹងក៏បានដែរប៉ុន្តែ client ហ្នឹងខ្ញុំកំណត់5 មេអញ្ចឹងយើងប្រើទៅវាអត់បាន5 មេទេវា10 មេទាំងអស់គ្នាអញ្ចឹងខ្ញុំកើត2មកតាមពិត profile ហ្នឹងប្រើ user មួយក៏បានដែរ user ច្រើនក៏បានដែរអញ្ចឹងខ្ញុំដាក់ថា PPPoE profile client2 5 មេរើស local address យក pool 5 មេណា remote ក៏5 មេដែរហើយ DNS មួយទៀតដាក់ដូចគ្នា Quad 9 និង Cloudflare បាទហើយ limit complete រឿង limit នេះណា5/5 បាទអញ្ចឹងអូខេអញ្ចឹងខ្ញុំបាន profile 2សម្រាប់ client 1 client 2អញ្ចឹងខ្ញុំទៅបង្កើត secret ណា profile ហើយ secret ហើយបាន server ណាអញ្ចឹងខ្ញុំចូលទៅបង្កើត secret ខ្ញុំ new secret មួយហើយខ្ញុំវាយ secret ហ្នឹងអានេះជា username ណាខ្ញុំដាក់ថា customer 1ឈ្មោះចាណាចុះដាក់តាមឈ្មោះគាត់ណាខ្ញុំដាក់ user 1 user 2អីក៏បានដែរបាទខ្ញុំដាក់ឲ្យមានឈ្មោះតិចទៅហើយយើង add password ផងណាកុំភ្លេច click add password វាអត់ឲ្យយើង add ទេទៅយើងចុចខ្ញុំដាក់1 2 3 4 5 6 7 8អញ្ចឹងទៅ password កន្លែងនេះបើយើងចង់ឲ្យសូបានទេណាបាទយើងអាច click កន្លែងទៅនេះហើយកន្លែងនេះ hide password នេះយើងបើកយើងបិទមកអញ្ចឹងវាឃើញចាញ់ណាបាទចឹងខ្ញុំបើកចោលចេះបានណាហើយ service យើងយក PPPoE ណា PPPoE បាទ profile យើងត្រូវរើសឲ្យ user ចំណានហ្នឹងឲ្យគាត់យក profile មួយណា profile យើងបង្កើត profile ទុកមុនដើម្បីយើងមកបង្កើត secret ហ្នឹងយើងរើស profile ហ្នឹងណាចឹងខ្ញុំយក profile 1ឲ្យ10 មេណាបាទតែប៉ុណ្្នឹងទេខាងក្រោមយើងអត់មានរើអីទៀតទេឲ្យ limit ឲ្យយើងកំណត់មួយចឹងខ្ញុំអូខេមកបាទហើយខ្ញុំបង្កើតមួយទៀតតែប៉ុណ្្នឹងខ្ញុំ copy ក៏បានដែរខ្ញុំចង់បង្កើតចេះទៅឲ្យយើងឃើញមួយទៅវាច្បាស់ជាងអញ្ចឹង user ទី2ខ្ញុំដាក់ថា one night អញ្ចឹងទៅ password ផងវាខ្ញុំពេលខ្លះគេច្រើនភ្លេចអាកន្លែង password ហ្នឹងដាក់ដូចគ្នាចឹងងាយ triple PoE ដូចគ្នា profile client 2បាទ
ហើយអូខេតែប៉ុណ្្នឹងទេបាទ top secret top secret មកយើងបង្កើត server ណាបាទ server អូ profile វាមាន default 2របស់វាណាអានេះយើងមិនខ្វល់ទេអានេះខ្វល់របស់យើងណាខ្ញុំភ្លេចប្រាប់អា default មិញហើយអញ្ចឹងយើងយកមក server បង្កើត server click new server មួយមកបាទចឹងអានេះគ្រាន់តែយើងបង្កើតឈ្មោះ user client ទុកទេណាយើងដើម្បី server មក connect ទៀតយើងត្រូវបង្កើត server អញ្ចឹង service name PPOE server អានេះក៏ជាឈ្មោះដែរណានិយាយរួមឲ្យតែខ្ញុំនិយាយពាក្យតែឈ្មោះបានន័យថាអត់ប្រកាន់ថាវាយអីទេឈ្មោះគឺដាក់ដើម្បីចំណាំខ្លួនយើងទេណាបាទឲ្យតែខ្ញុំនិយាយពាក្យថាឈ្មោះឬក៏ description បាទអញ្ចឹង interface ខ្ញុំយកយើងអត់តមានណាអត់តមានទេខ្ញុំអត់តបង្កើតអញ្ចឹងយើងតែបង្កើតមួយហ្នឹងទុកចោលទុកអញ្ចឹងសិនមិនតើអូខេបានដែរអញ្ចឹងខ្ញុំបង្កើត bridge មួយព្រោះមិញខ្ញុំឃើញរបស់ខ្ញុំវាចេញតាមខ្ញុំ share ពីអាធំនេះមកចេញតាមលេខ2ហើយនិងលេខ3ណាបាទអញ្ចឹងខ្ញុំយកលេខ2លេខ3ចូលទាំង bridge មួយហើយវាយក IP យើងមិនដាក់ទៅលើ bridge ហ្នឹងក៏បានដែរណាបាទតែបើសិនជា router ហ្នឹង router ធំនេះយើងមាន LAN របស់យើងចង់មាន IP អាហ្នឹងយើង assign IP ទៅ interface ឲ្យផ្សេងទៅក៏បានដែរណាតែបើសិនជាយើងធ្វើ PPOE ហ្នឹង interface កន្លែង server ដែលវារើសនេះយើងមិនចាំយក IP បានដែរ IP គឺវាយកតាម pool ដែលយើងបានបង្កើតហើយណាកន្លែង pool នេះ pool ដែលយើងបានបង្កើតឲ្យ client 1 client 2ណាហើយយើងមក set នៅលើ profile មិញណាគឺវាចាប់តាម pool ហ្នឹងហើយអញ្ចឹងខ្ញុំចូលទៅ bridge ខ្ញុំ new bridge មកខ្ញុំដាក់ថា PP PPOE bridge បាទអញ្ចឹងទៅណា PPOE bridge 1អញ្ចឹងទៅ apply មកតែប៉ុណ្ណោះមកយើង add port ចូលមកទៀតណាអញ្ចឹងយើងបាន bridge ដំណើរការហើយប៉ុន្តែអត់ទាន់មាន port ណាអញ្ចឹង port មិញខ្ញុំប្រើមក client លេខ2ហើយនិងលេខ3 add 4ហើយហ្មងក៏បានដែរខ្ញុំយកអូខេ bridge ហ្នឹងហើយអត់យក WAN ទេខ្ញុំយកលេខ2 apply ចូលមួយខ្ញុំនឹកឃើញខ្ញុំភ្លេចធ្វើអត់តាន់ចប់ទេអត់អីអញ្ចឹងខ្ញុំ copy មកកន្លែងនេះណាខ្ញុំខ្ជិលអូខេខ្ញុំយកលេខ3មួយទៀត apply អញ្ចឹងធ្លាក់លេខ3ចូលក្នុង bridge ហ្នឹងមួយទៀតហើយយកលេខ4មួយទៀតទុកចោលក៏បានតែលេខ4អត់ទាន់មាន connect ទៅណាណាទុក client ថ្ងៃក្រោយអញ្ចឹងទៅណាបាទអូខេប៉ុណ្ណោះមកចាំបង្កើត IP ទេណានៅក្នុង PPOE client ណាយើងបង្កើត interface ប៉ុណ្ណឹងទុកចោលទេដើម្បីឲ្យខ្ញុំបិទចោលបាត់សូមបើកភាសាទៀតណាអញ្ចឹងអានេះខ្ញុំបង្កើតតែអត់ទាន់ពេញអញ្ចឹងខ្ញុំត្រូវបើកវាភាសាទៀតណាយើងយក bridge ណាបាទឲ្យ server ហ្នឹងឲ្យ client connect មក server តាម port bridge ហ្នឹងហើយវាមកចាប់ IP pool ទៅតាម profile ដែលយើងកំណត់ឲ្យវាទៅវាមកចាប់ DHCP ទេនេះ link នេះមួយទៀតណាបាទ complete one session per host អានេះបានន័យថា connection មួយ line បើយើង tick បើយើងអត់ tick អាហ្នឹងមួយ line នេះ user ហ្នឹងគាត់មួយ line នេះ connection ខាង router នេះគាត់អាច connect ពី user បាន user channel ផង user data ផងចូលតាមមួយ line ហ្នឹងណាបាទតែ feature គេអត់ចង់ចឹងទេគេឲ្យបានតែមួយទេអញ្ចឹងមួយ line បានតែមួយ user ទេណា one session មួយ session ហ្នឹងបានន័យថាមួយ user ណាមួយ user per host បានន័យថាមួយ host ហ្នឹងនេះអាមួយ router ហ្នឹងគឺបានតែមួយ user ទេអា router នេះក៏បានតែមួយ user ដែរបាទ tick ហ្នឹងបើយើងអត់ tick ទេវា multiple អញ្ចឹង tick នឹងមួយទៅអូខេចឹងចប់ហើយខាង server ណា server យើងធ្វើតែប៉ុណ្្នឹងទេបាទឡើងព្រោះអីខ្ញុំ connect internet អីឡើងអស់ហើយណាចប់ហើយអញ្ចឹង client ទី1ដើម្បីខ្ញុំ connect client នឹងបានខ្ញុំត្រូវភ្ជាប់ជាមួយនឹង cloud ខ្ញុំទាញ cloud មកសិនណានេះដោយសារ GNS3 វាពិបាកអញ្ចឹងខ្ញុំថែមកុំព្យូទ័រ Windows មួយទៀតចូលក្នុងហ្នឹងក៏បានដែរប៉ុន្តែ run អត់រួចម៉ាស៊ីនខ្ញុំ run អត់រួចណា
ចឹងមានទៅចឹងខ្ញុំយក cloud មក connect ជាមួយអានេះមក nick port លេខ3សិនណា nick សិនទេពេលបញ្ចប់ហើយខ្ញុំលេងខ្ញុំដោះវាចេញណាដើម្បីខ្ញុំបើក Winbox មក detect ស្គាល់ router ហ្នឹងនេះឃើញទេវា detect ស្គាល់អាហ្នឹង CHR 00ណាអត់មាន password ទេចឹងខ្ញុំទៅអានេះ client 1ណាខ្ញុំទៅ connect client 1ខ្ញុំកែឈ្មោះហើយមក identity ខ្ញុំដាក់ថា PPP OE client 1ខ្ញុំចូលមក set password password មិន set ហ្នឹងឯងអធិស្ឋានយើងចូល password ចេះ1 2 3 1 2 3 change ខ្លោះខ្ញុំបើកភាសាទៀតចឹងវាចេញ PPPoE client វិញណាបាទ client អត់មាន IP address ទេ password 1 2 3គេចូលហើយចឹង interface វាកន្លែង DHP client កុំឲ្យវា search ណាវា search ក៏ search អត់បានដែរព្រោះជាប់អានោះមួយហើយខ្ញុំ remove ចោលណាហើយ DHP client អានេះយើង client យើងអត់ automatic ទេបើយើងតាម dynamic កន្លែងនេះយើងវា auto ចាប់ DHP client មកវាឡើង internet ហ្មងណាតែនេះយើងធ្វើតាម PPOE ចឹងទី1ដើម្បីយើង config PPPoE យើងចូលមកអា P 3ដងនេះ report POE ចឹងយើងចូល new បាទ like interface ហ្នឹងខ្ញុំ new ខ្ញុំ scroll រកពាក្យថា PP POE client triple POE client ខ្ញុំចេះតែនិយាយវែងចឹងបាទ connect តាម Ether 1ណាតាមកែទៅវិញឥឡូវខ្ជិលកែនៅខាត់ពេលចឹងឈ្មោះនេះបើយើងចង់ដូរឈ្មោះនេះទៅអីផ្សេងក៏ដូរទៅណាឈ្មោះបាទឲ្យតែឈ្មោះដូរទៅអីផ្សេងបានដែរឥឡូវមិនដូរទេខ្ញុំដាក់ថា R1 ទៅ PP OER1 អញ្ចឹងវានឹងចេញ interface ថ្មីមួយកន្លែងនេះយើងពិនិត្យមើលណាព្រោះយើង connect ទៅតាម Ether 1ណាពី client ទៅយ៉ាត់ទៅ interface ខុសហើយសំខាន់នៅកន្លែង dial up មួយទៀតខ្ញុំដាក់ username ចំណា password 1 2 3 4 5 6 7 8profile អីយើងអត់មកចាំរើសទេ default យើងដាក់តែ username ហើយ complete ធីកកន្លែង use peer DNS ផងអញ្ចឹងវាអត់ link DNS យើង search Google search អីឈ្មោះវាយឈ្មោះអត់ចេញណាបាទអញ្ចឹងទី1ក្នុង client ដាក់តែឈ្មោះ password ហើយ check អានេះមួយទៅប៉ុណ្ណឹង peer DNS អូខេមកអញ្ចឹងយើង link ទៅ server ឯណាខ្ញុំទៅ check មើល server យើង link ទៅ server តែ client យើងនៅធ្វើ NAT ធ្វើអីទៀតអញ្ចឹងណាអានេះគ្រាន់តែយើងធ្វើតាម WAN នេះខ្ញុំភ្លេចលោកអស់ឥឡូវខ្ញុំទៅ PPOE server ខ្ញុំ check មើល active connection អញ្ចឹងយើងឃើញមាន connection មួយ connection link មកហើយណាតាម PPOE ចាប់ MAC address client ហ្នឹងបានហើយចុចចាប់បានចុច 10 ចុច 13ហើយឈ្មោះ user ហ្នឹងដែលពង connect ហ្នឹង section ហ្នឹងគឺចាណាណាបាទអញ្ចឹងដំណើរការឲ្យ server client យើងអាច connect គ្នាបានទេណាខ្ញុំ log off កន្លែងនេះណា disconnect អញ្ចឹងខ្ញុំទៅ connect client ភាសាទៀតដើម្បី set up internet អញ្ចឹងខ្ញុំបាន link តាម PPOE បានសម្រាប់ហើយអញ្ចឹងវាចេញ port វាមួយទៀតវាចេញ interface វាមួយទៀតខាងក្រោមនេះណា PPOE R1 អញ្ចឹងអ្វីយើងធ្វើគឺយើងត្រូវធ្វើ NAT ណានេះយើងសាក ping ទៅ Google មើល google.com reply តាអត់តន់ធ្វើ NAT ផងគឺក៏ធ្វើ NAT ហើយមើលអានេះប្រហែលជាខ្លាយតែ client connect តាមហ្នឹងឡើងទៅអត់ទាន់រួចទេអានេះវា ping ទៅតាម interface WAN ណាឥឡូវឧទាហរណ៍ខ្ញុំ test ឥឡូវខ្ញុំមាន client ខ្ញុំធ្វើមាន client ខាងក្រោមដែរអញ្ចឹង test ដល់ client សិនណា client computer នេះគាត់ឡើង internet បានអត់អញ្ចឹងទី1យើងធ្វើតាមក្បួនតដែរបង្កើត bridge មួយមកលឿនមិនដាក់ឈ្មោះច្រើនទេខ្ញុំ add
យ៉ាច្រឡំញូឯណាញូខ្ញុំ add port ether 2ចូល bridge ហ្នឹងហើយ it នេះ copy មួយទៀត ether 3ចូល bridge ហ្នឹង copy ដាក់មួយទៀត ether 4 net connection ដោយសារយើង add port យើងវាដាច់អត់អី connect ផ្សារទៀតបាន ether 4ឥឡូវចូល3ហើយយើងយក4មួយទៀតចំ ether 2 ether 3មួយទៀតវាញ៉ៃញ៉ៃបាត់ហើយឥឡូវខ្ញុំយក3វាញ៉ៃញ៉ៃអត់ញ៉ៃញ៉ៃទេគ្រាន់តែវាខុសលេខរៀងអញ្ចឹងណាយើង add អាណាមុនអាហ្នឹងនៅលើគេអញ្ចឹងវាវាក់មើលឃើញលេខ4វាទៅនៅក្រោមគេវាទៅនៅលើគេអត់អីនេះមិនខ្វល់ទេអញ្ចឹង port ដែលយើង connect ជាមួយ client ក៏មាន2 port ហ្នឹងណាអានេះខ្ញុំការទុកចោលទេគេលោមានទី3អញ្ចឹងណាអញ្ចឹង read ហើយ complete IP អានេះខាង LAN របស់យើងណាខាង LAN របស់យើងត្រូវមាន IP និយាយពី PoE server យើងមិនមានទេឃើញវាចាប់ឲ្យពី server មកនេះចុច 10.13 តែបើយើងបាន assign ទេតែ client ខាងក្នុងរបស់ខ្ញុំ 192.168.1/24 អញ្ចឹងទៅយក bridge 1ណាអានេះ LAN របស់យើងបាទ LAN របស់យើង WAN របស់យើងគឺតាម PoE យើងអត់ខ្វល់អីទៀតទេតែមកទៀត complete DHCP server ណា set up មកលឿន bridge 1 next បាទច្រើនណា next ទៀតទៅអូខេ next ចឹងខ្ញុំ test client មើលខ្ញុំបើក client 1 PC 1តែគាត់ connect តាម switch ចូលមកនេះអានេះខ្ញុំអត់ប្រើ switch ណាអស់គ្នាមិនបានទេព្រោះអានេះវាមាន port ច្រើនណាស់ Magnetic បើកអត់ចង់ចេញបាទអូខេអញ្ចឹងខ្ញុំដាក់ថា DHCP បាទអញ្ចឹងវាចាប់បានប៉ុណ្្នឹងហើយខ្ញុំសាកពីងគឺខ្ញុំមើល DNS មើលអីវាច្បាស់សិន so IP បាទអញ្ចឹងវាចាប់បានអូខេ DNS ទីអីត្រូវរបស់វាហើយបាទអញ្ចឹងខ្ញុំពីងទៅ Google មើលពី client cannot ping Google cannot resolve អាហ្នឹងវាជាជាប់ NAT ណាជាប់ NAT ព្រោះខ្ញុំអត់ធ្វើ NAT ខ្ញុំសាកតេស្តមើលណាឥឡូវខ្ញុំទៅធ្វើ NAT នៅ client PC1 client 1ណា NAT new NAT source NAT out interface ចេញតាម PPOE out 1ណាអញ្ចឹងបើយើង WAN យើងចេញតាម PPOE ត្រូវរើសអានេះអត់រើស 1 ឬក៏ WAN ទេណាឬយកនេះវាខុសបាទយើងរើសអញ្ចឹងណាបើយើងអត់សូវច្បាស់ទេមិនអាចរើសក៏បានដែរមិនអាចរើសទេណាមិនដាក់ទៅអត់ដើរហើយហ្នឹងតែគ្រាន់តែ CPU វាធ្វើការធ្ងន់បន្តិច Mature rate អូខេមកបាទអញ្ចឹងខ្ញុំពីងភាសាទៀតដើរណាយើងធ្វើ NAT អញ្ចឹងពី router យើងមិញយើងអត់ទាន់ធ្វើ NAT ពី router យើងវាចេញតាម PPOE នេះវាចេញទៅបានវាពេញទៅ score Google ណាប៉ុន្តែដោយសារ client អត់ connect direct ជាមួយនេះទេ connect មក WAN connect មក bridge ណា connect មក bridge អញ្ចឹងទៅឆ្លង bridge ឲ្យលក់ទៅ bridge NAT ចេញឲ្យទៅអាខាងនេះបានវាស្គាល់ណាវាស្គាល់អញ្ចឹងបានហើយឡើងបានហើយណាយើងធ្វើដើរដំណើរការហើយបាទ client 1ខាង one នេះគឺគាត់អូខេណាអាទី2មិនតេសទេខាង one នេះគឺគាត់ឡើងអ៊ីនធឺណិតទៅតាម PPOE client 1បានហើយណាដោយសារខ្ញុំអត់មាន Windows នេះខ្ញុំតេស speed អត់បានទេតែ speed វា 10 meg គឺ10 meg ណាតែបើយើងម៉ាស៊ីនយើងធំយើងអាចទាញ Windows ដាក់មកយើងតេសបានអញ្ចឹងមួយទៀតទៅ
เอาเวงติงเอาวิดีโอខ្ញុំធ្វើអាពីអា client ទី2មួយទៀតណាបាទខ្ញុំ connect ហើយខ្ញុំបើក Winbox ទៅដែរនេះ client ទី2គឺអត់ឈ្មោះ Microtik ទៅដែរណា Microtik អញ្ចឹងខ្ញុំ connect មកតែអត់មាន password ទេព្រោះនេះថ្មីអញ្ចឹងខ្ញុំដូរ name ដាក់ថា ppp oe client 2 set password ឲ្យហើយ123 change connect ភាសាទៀតណាអញ្ចឹងរាល់យើងដាក់ password ហើយយើងគួរ connect ភាសាទៀតដើម្បីយើងវាយ verify password ណាអញ្ចឹងយើងបើក comment បើកអីវាសួរយើងឲ្យវាយ password ដដែលរហូតបើយើង log out ហើយយើង sign in ចេះយើងបើកអីវាលេងសួរ password យើងហើយយើងវាយទៅពីដំបូងចេះណាបាទចឹងឃើញទេ PPOE client 1ណាអា tool យើងអត់ឃើញទេដោយសារយើងអត់មាន link connection មួយវាណាយើង link មួយតា server ហើយនឹងអា tool ទេបាទចឹងដដែលចូលមក triple P OE មក new ពាក្យថា client មកបាទចេញតាម ether 1ឬ ether 1ឲ្យត្រូវហើយឈ្មោះយើងមិនកែបានដែរបាទតែ username មិញយើងមានអីគេវណ្ណាមួយទៀតណាប្រើវណ្ណាមួយទៀត password ដូចគ្នាបាទហើយកុំភ្លេច period ណា apply អូខេចឹងខ្ញុំទៅមើល server ខ្ញុំចេះតែច្រឡំដៃឆ្លប់ដៃខ្លុះចូលទៅ server គួរតែមាន client 2ណាពីអញ្ចឹង2ណាឃើញ connection ដែល client គាត់កំពុង connect មក server យើងហ្នឹងគឺមានចន្ទនាមួយហើយនឹងវណ្ណាមួយណានេះ connect ចូលមកអានេះតទៀតបាទអញ្ចឹងអាហ្នឹងអត់អីទេយើងធ្វើធម្មតាធ្វើណាទៅលើពេញ Google ស្គាល់ហើយនឹងទៅបាទស្គាល់ហើយណាអញ្ចឹងសម្រាប់ទៅ client ខ្ញុំចុះធ្វើនៅពេលវីដេអូណា client 2យើងធ្វើអត់មានអីទេបង្កើត bridge មកការ bridge assign IP ដែរទេការ bridge មក add port ហើយ assign IP DHCP server ហើយ NAT មកធ្វើ NAT មកបានហើយតែប៉ុណ្្នឹងទេ client ឡើង internet បានមួយតង់ទៀតហើយអញ្ចឹង router នេះទៅ internet បានហើយតែនៅ client នេះ client 2នេះឡើងអត់បានទេអញ្ចឹងអាហ្នឹងយើងអាច lab ហើយសាកធ្វើខ្លួនឯងក៏បានដែរអូខេអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេបង្ហាញតែប៉ុណ្្នឹងទេអញ្ចឹងអរគុណច្រើនបាទជម្រាបលា